មានមនុស្សភាគច្រើនដែលក៏អត់ព្រមទទួលស្គាល់ថាស្រុកយើងមានសន្តិភាពក្នុងរយៈពេលប៉ុណ្ណឹងណានេះជាកំហុសហើយដោយវ៉ាន់ដេបងក៏និយាយដែរវាច្បាស់ណាស់ភាពអយុត្តិធម៌មួយចំនួនបញ្ហាមួយចំនួនក្នុងសង្គមវាមានដូចនៅអាមេរិកចឹងរាប់រយឆ្នាំហើយវានៅតែមានអញ្ចឹងរឿងទី1ដែលយើងត្រូវទទួលស្គាល់នឹងយើងត្រូវតែទទួលស្គាល់ថាស្រុកយើងកន្លងមកនេះដាច់ខាតមានសន្តិភាពមែនមានសន្តិភាពមែនត្រូវទទួលស្គាល់តែចូលដល់សំណួរថាតើពាក្យអរគុណសន្តិភាពយើងគួរប្រើឬអត់ច្បាស់ណាស់ដោយវ៉ាន់ដេនិយាយបងនិយាយចឹងបើយើងមានសន្តិភាពយើងមិនអរគុណសន្តិភាពយើងត្រូវអរគុណអីក៏ប៉ុន្តែយើងត្រូវដឹងថាមានបរិបទមួយចំនួនពាក្យនេះខ្ញុំនិយាយពាក្យនេះវាអាចជាពាក្យទៅបែងចែកប្រទេសយើងឲ្យមានការបែកបាក់ទៀតដូចអូនលើកមកនេះមិនមែនជារឿងចៃដន្យទេព្រោះអូនទទួលអារម្មណ៍នៅក្នុងសង្គមយើងប្រើទៅមតិដែលអត់គ្រប់គ្រងគេប្រឆាំងជាមួយយើងអត់អាចបដិសេធថាវាអត់មានរឿងនឹងកើតឡើងទេអញ្ចឹងពាក្យហ្នឹងនៅក្នុងបរិបទខ្លះយើងប្រើមកទៅជាបែងចែកជនជាតិយើងបបែកជនជាតិយើងដូចកូនមន់មកសបុកអញ្ចឹងពាក្យហ្នឹងក្នុងបរិបទខ្លះខ្ញុំនិយាយថាក្នុងបរិបទខ្លះវាដូចជាយើងយកខ្ជុងទៅលាបឲ្យកូនមន់អញ្ចឹងមកសបុកជាមួយគ្នាបងប្អូនជាមួយគ្នាតែគ្រាន់តែម្ខាងទៀតមានខ្ជុងជួលគ្នាខំគ្នាបដ ாய் អញ្ចឹងពាក្យនេះអត់មានអាក្រក់អីទេយើងមានសន្តិភាពយើងអរគុណសន្តិភាពវារឿងត្រូវតែក្នុងនាមយើងជាមនុស្សជាបញ្ញវន្តដែលមានការចេះដឹងយើងត្រូវដឹងថាពាក្យខ្លះប្រើទៅដើម្បីបង្រួបបង្រួមដើម្បីរីកចម្រើនចោះបាននៅក្នុងបរិបទខ្លះយើងប្រើទៅជាបំបែកបំបាក់ជនជាតិយើងវិញធ្វើឲ្យម្ខាងទៀតមានអារម្មណ៍ថាយើងជាក្រុមផ្សេងមិនអញ្ចឹងវាទៅជាបង្កើតជាការបែកបាក់វិញអញ្ចឹងបកមកវិញពាក្យសន្តិភាពប្រទេសយើងមានសន្តិភាពដំបូងបំផុតល្មមទទួលស្គាល់ហើយថាយើងមានសន្តិភាពតែពាក្យថាអរគុណសន្តិភាពអូនត្រូវចេះប្រើមើលបរិបទពេលខ្លះនៅតាមក្រសួងមន្ទីរបិទអរគុណសន្តិភាពធ្វើឲ្យមានការបែងចែកគំនិតជាច្រើនតើកន្លែងនេះគួរតែបិទទេយើងត្រូវតែដឹងថាពេលខ្លះយើងជាអ្នកដឹកនាំដែលមានចក្ខុវិស័យយើងមិនមែនប្រើវាដើម្បីតែប្រើទេព្រោះបើវាមានសន្តិភាពប្រើមិនប្រើវាត្រូវតែមានសន្តិភាពតើគេតែទោះតែអត់ប្រើមិនមែនថា